vàជំសួរលោកគ្រូវីដេអូនេះដែរខ្ញុំនិយាយពី form កែ insert ប្រដាប់នៅក្នុង form ដំបូងយើងមាន login form មាន main form មួយនិង product form តោះមកយើងធ្វើការ test សាកមើលសិនយើងធ្វើការ login មួយ min password អានេះ checkbox show hai password ហើយនឹងតង់ OK នេះបើយើង login ចូលទៅកាន់ form ថ្មីមួយក្នុងនោះមានតែន័យចឹងទៅយើងចូលទៅកាន់ product tag របស់យើងកាន់ product form មួយក្នុងនោះយើងអាចធ្វើការបញ្ចូលតន័យបានយើងបញ្ចូលមួយមក barcode unit price set price category នេះយើងយកវាចាំមកតែមកយើងធ្វើការ save តទៅពី save ហើយវានឹង load message success បន្ទាប់ពីចឹងយើងសាកបញ្ចូលមួយទៀតពី unit price set price អានេះយើងអាចជ្រើសរើសបានយើងមាន byte pen មាន file មាន source តែនេះយើង save បន្ទាប់ពី save ហើយយើងវា load message ចឹងតែមកតែយើង clear វានឹងធ្វើការ clear តន័យរបស់យើងអស់ដើម្បីយើងងាយស្រួលក្នុងការបញ្ចូលតន័យបន្តទៀតតោះមកបន្ទាប់ពីយើងចេញក្រៅ form ហើយកន្លែងហ្នឹងមានន័យថាវាអាច store តន័យនៅក្នុង table ហ្នឹងបានទៀតឲ្យអត់បានលុបទេតើមកឥឡូវយើងទៅមើល code ទាំងនេះដំបូងចំពោះ login form ហ្នឹងយើងមាន username password មានប៊ូតុង OK និង checkbox សូមឲ្យ password ចឹងទៅយើងទៅមើល code ជាដំបូងយើងនិយាយពីប៊ូតុង OK នេះដំបូងយើងមាន class user មួយតើមកយើងធ្វើការឲ្យវា set username password យើងវាយ username password ទៅមកកន្លែងនេះយើងធ្វើឲ្យវា check ទៅលើ method login មួយ method login ហ្នឹងនៅក្នុងuser របស់យើងមានថាយើង check ទៅលើ user password ចឹងទៅតមកទៀតកន្លែងនេះជា method login ហ្នឹងយើងឲ្យវា check ទៅលើ username password ចឹងដែរបន្ទាប់ពី check ហើយយើងបើសិនជាវាត្រឹមត្រូវយើងឲ្យវា return ទៅបន្តទៀតមកដល់កន្លែងនេះយើង check បន្តតពី check បើសិនជាយើងដាក់លេខ check ស្មើមួយហ្នឹងមានន័យថា true មានថាយើងដាក់ password និង username ត្រូវហើយចាំមកតទៅយើង click OK ទៅវានឹងចូលទៅកាន់ form ថ្មីមួយគឺ main form យើងដាក់ main form ដោយ visible ហ្នឹងមានថាយើង open យើង show form ថ្មីមួយយើង show ទៅលើ main form នេះមួយបន្តមកទៀតនិយាយពីការ check និយាយពី checkbox show hai password មួយនេះកន្លែងហ្នឹងយើងឲ្យវា check លក្ខខណ្ឌបើសិនជា checkbox ហ្នឹង select វាថា true យើងឲ្យ password ហ្នឹង set echocha នេះមានន័យថាឲ្យវាថាយើង show password ឲ្យយើងឃើញមួយទៀតបើយើង L មានថាឲ្យ password នេះset echocha ដូចគ្នាឲ្យ password ហ្នឹងចេញជាប្រភេទផ្កាយមានថាយើងចុចបិទបើក checkbox ហ្នឹងទៅឲ្យវាដូរទៅជាផ្កាយនឹងមើលឃើញលេខ password របស់យើងហ្នឹងបន្ទាប់ពី login form ហើយយើងចូលទៅកាន់ main form ម្ដងចំពោះ main form នេះយើងមានតន័យខ្លះដែរតែយើងមើលទៅលើ product ចំពោះ product ហ្នឹងវាដូចជាមានន័យទេមានន័យថាយើងធ្វើការ login វាជាមួយគេថានៅពេលយើង click ទៅយើងចូលទៅកាន់ form ថ្មីមួយឈ្មោះថា product form នេះយើង add product form មួយចូលទៅក្នុងហ្នឹងយើងឲ្យ product form ហ្នឹង
visible ទៅ true ហ្នឹងមានថា យើង show form ថ្មីហ្នឹងតោះមកយើងបាន form break form ថ្មីមួយនេះនិយាយពី break form នេះក្នុង break form ហ្នឹងយើងមាន name មាន barcode ចឹងទៅហើយនឹង changeable មួយដើម្បីធ្វើការទុកតន័យនៅពេលយើង insert ពីក្នុងនឹងមកហើយនឹងមានប៊ូតុង search មាន edit delete ដំបូងយើងមកនិយាយពី break form ហ្នឹងយើងមាន array list មួយដើម្បីទុកនៅ category list យើងនិយាយពី list នៅក្នុង category name នេះមានថាយើងអាចឲ្យវា select បានមានយើងអាច select មាន beer មាន sauce ចឹងទៅដើម្បី add ចូល item ដើម្បី add ចូលមកក្នុង product របស់យើងបន្តមកទៀតកន្លែងនេះប៊ូតុង save និយាយពីប៊ូតុង save មួយនេះនៅពេលយើង save ហើយវាធ្វើការចាប់តន័យចូលមកក្នុង table របស់យើងនៅក្នុងហ្នឹងដំបូងយើងមានលក្ខខណ្ឌមួយនិយាយពី function ចំពោះ function ហ្នឹងយើងឲ្យវា function នៅក្នុង static field កន្លែងហ្នឹងយើងដាក់លក្ខខណ្ឌថាបើសិនជា tick box ហ្នឹងគេ tick box ហ្នឹងដែលមានតន័យទទេវានឹងឲ្យ tick box ហ្នឹង grab focus ហ្នឹងមានថាយើងបដោត focus ទៅលើ tick box មួយណាមួយនេះកន្លែងនេះនៅពេលយើងចុច save ដោយអត់ទាន់បានបញ្ចូលតន័យវានឹងឲ្យ focus មួយមានថា my function ហ្នឹងបើសិនជា TT name barcode ឬក៏ unit price ឬក៏ set price ហ្នឹងទទេគឺវានឹងធ្វើការឲ្យ focus ទៅលើ tick box ទាំងអស់ហ្នឹងតែបើសិនជាវា true ន័យថាយើងបញ្ចូលអស់ហើយយើងបញ្ចូលតន័យហ្នឹងគ្រប់ហើយឲ្យ true វានឹងធ្វើការ return បន្តទៅកាន់មានថាបើសិនជាបញ្ចូលហើយវានឹងបញ្ចូលតន័យទាំងអស់ហ្នឹងទៅកាន់ product table របស់យើងខាងក្រោមនៅក្នុងហ្នឹងដំបូងយើងធ្វើការ set ទៅលើ ID set មាន name unit price និង set price category ហ្នឹងចូលទៅកាន់ form របស់យើងនឹងនៅពេលយើងចុចប៊ូតុង save ហ្នឹងទៅមកកន្លែងនេះ function clear tick box នេះមានថានៅពេលយើងចុច save ហើយវានឹង load នៅពេលដែល save ហើយវានឹងតន័យ name barcode unit price set price ហ្នឹងវាចូលទៅកាន់ table របស់យើងហើយបន្ទាប់ពីចូលវានឹងធ្វើការ clear តន័យខាងលើនេះអស់ដើម្បីឲ្យយើងងាយស្រួលក្នុងការបញ្ចូលបន្តទៀតហើយនឹងកន្លែងនេះ TT name focus ហ្នឹងមានថាយើងឲ្យវា focus នៅពេលដែលវា clear ហើយយើងធ្វើការវា focus ទៅលើ name ហ្នឹងមុនគេបន្ទាប់ពីកន្លែងហ្នឹងហើយយើងមកមើល product ម្ដង product table ខាងក្រោមនេះមានថាយើងបញ្ចូលហើយយើងឲ្យវាធ្វើការរក្សាទុកតន័យនៅក្នុងហ្នឹងដំបូងមាន save តែវាយើងមើលថា override table ហ្នឹងប៊ូតុង save ហ្នឹងនៅពេលយើង click save ហើយក្នុងហ្នឹងយើងមាន try catch មួយក្នុងយើងមាន product list ហ្នឹង add យើង add តន័យហ្នឹងជាដំបូងយើងកាយវាជា default table mode ហ្នឹងមួយដើម្បីទុកដើម្បីចាប់តន័យដែលបានបញ្ចូលខាងលើមកហើយនេះជា array row មួយដែលធ្វើការ get ចាប់តន័យដែលបានបញ្ចូលពីលើខាងលើនឹងមកតទៅពីបញ្ចូលហើយវានឹងធ្វើការ add នៅ row ថ្មីមួយចូលមកកាន់ table ហ្នឹងមកតទៅពី add ហើយវានឹង load message create success តមកទៀតកន្លែងនេះនិយាយពី
កន្លែងហ្នឹងដូចជាការចាប់ទិន្នន័យតបតបតមកដូចជាអស់ហើយព្រោះដោយសារយើងធ្វើបានត្រឹមហ្នឹង edit delete អត់ទាន់ហើយមានអញ្ចឹងក្នុងវីដេអូហ្នឹងមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូ